ហ្នឹងហើយ រ៉ាត់កតតសម្រាប់ខូចឆៃបាទហារ៉ាត់កតត Midland សម្រាប់អត់ខ្ញុំគិតថាហ្គេមនេះសាសនៅជាជំរើសល្អសម្រាប់ C មែនទេ អាយ៉ាភ្លាមយកតាមដល់ Moscow យ៉ា Fovia គឺត្រូវដកចេញមកហើយកន្លែងណាមានហារ៉ាត់កន្លែងនោះមាន Fovia តែកុំភ្លេចឡើយ CC Glue សុទ្ធតែជាជំរើសល្អខាង Galaxy Legend តើមួយណាជាជំរើសរបស់ខូចឆៃនិង PJ បាទ CC បើសិនជាខូចឆៃគាត់ចង់យកត្រូវតែយកឲ្យនៅប្លោះនេះបើសិនជាអត់យកទេ CC យើងនឹង ban លើ CC យកតែម្ដង ឥឡូវបើយើងអាចនិយាយថាបានជាមួយនឹងការដក YVE មកស្រួលមកស្កើវិញ YVE យ៉ាប់ដូចជាឲ្យ Moscow counter ដែរក៏ប៉ុន្តែខ្ញុំគិតថាបច្ចុប្បន្នបើសិនជាលេងជាមួយនឹងកតតណាបើសិនជាគាត់លេង combo អ្វីដែលយើងចង់បានណាបងកាគឺ combo Alpha កតត combo ពីរហ្នឹងគេមិនបាច់លេងមួយម៉ាត់ទេដែរក៏បានតែបច្ចុប្បន្នអញ្ចឹងបើសិនជាគាត់ចង់លេង combo បែបហ្នឹងយកផាសាមកនោះ damage វាយយកមក Yes ណាមួយផាសាឥឡូវក៏រៀងជាមួយនឹងការ cool down ហោះចាបរៀងលឿននេះគ្នា មកដល់ combo Alpha កតតនិយាយអត់តន់ផុត combo នេះបើសិនជាគាត់ communicate ត្រូវគ្នាធីមកលា hero មួយណាដែលគាត់ចង់ lock គ្មានឱកាសតដៃមកអត់មានឱកាសតដៃមក knock up 2 ដងនោះ damage វាយយកមកហ្នឹង បាទអាយ៉ា ហើយ hero ព្រោះវាបើយើងដឹងស្រាប់ហើយជាមួយនឹងការហក់ចូលទៅពិបាកចេញមកវិញបើអត់លេង flicker ហើយណាមួយក្នុង game នេះគាត់ប្រកាសជាច្បាស់លេង flicker ព្រោះរសារប៉ះដើម្បីកហារ៉ាត់ចឹងអាចនឹងវ៉ាឌូលេង flicker ក៏ប៉ុន្តែចាំមើល សល់ Faramis ដែរ Midland សម្រាប់ CU Gaming ដើម្បីយកមកលេងដើម្បី counter ជាមួយនឹង combo របស់ខាង Galaxy Legend ក៏ដូចជាពិសេសគឺ Harrod Yes បាទព្រោះ Harrod single ថា get basic attack របស់គាត់គិតទៅលើ Magic Damage គឺឈឺយកតែមែនតើ Selena អត់បើកទេបាទជាមួយ Selena បច្ចុប្បន្ន OP មែនតើនៅក្នុងបច្ចុប្បន្នបាទគ្មាន double snap នៅក្នុង game នេះឡើយអាចនឹង ban Pasha អត់សម្រាប់ CUបានចោលអ Pasha វិក្សនាសល់ Pasha វិក្សនាគេលេងអស់លីតែបើសិនគាត់ចង់ pick Faramis ban Balan ចោលban Balan ចោលយកបើ ban Balan គេអាច ban Faramis វិញហ្នឹងហើយគាត់សល់មួយ slot វិញ ban Pasha ទៀតអស់លីងអស់គ្នាហ្មងបាទសតអ៊ីយើងលេងរ៉ូរ៉ាលេងតែអាចចេញសាបើចេញអ៊ីគេចេញសារៀងធន់យប់ដែរសារបស់ Z ក៏មិនណយដែរហើយសា Sky Piercer Sky Piercer ជាពិសេស Hero Harrod គឺនៅក្នុងកាទៀលគឺឈរទៅបាទចាក់យកបាទ Chip តែចង់ឲ្យគេលេង Global Rotation ចំ game នេះនៅសល់លុយមួយទៀតចឹងកម្មាយគាត់ set ពុះបាក់ដោយសារ Moscow គឺអត់តែក្នុង 25 មិនចឹងចុះបើសិនមាន chip ក៏បាក់លេងបាទមួយយ៉ាងដែរតែនៅសល់ Logi មួយទៀតកុំភ្លេចណា Logi នៅតែមានជាមួយនឹង Teleport អាចធ្វើការ Global Rotation បានដដែលតែ Logi ជាជំរើសរបស់ក្រុមមួយណាជាពិសេស Logi អាចលេងបានជាមួយនឹង combo របស់ Galaxy ដូចគ្នាបាទប្រភេទ AOE skill គឺសំខាន់មួយចំនួនធ្លាក់ទៅលើខាង Galaxy ច្រើនមែនតើនេះគឺ early ដូចគ្នាណាតែបាទបងបាទ early ណាតាគូបាទថ្លឹង damage មានដូចគ្នាដូចបាននិយាយជាមួយនឹងខូចទាំងពីរគាត់មាន strat មាន style play ប្រហាក់ប្រហែលគ្នាល្អដូចគ្នាការថ្លឹង damage គឺគាត់ច្បាស់ដូចគ្នាចោ head ក៏មានការ ban ដែរនៅសល់ឈូអាចនឹងមានការ pick មកមុនឬមួយក៏យ៉ាងណាដែរពី Galaxy Legend ណាបាទអូពីឈូព្រោះកដានសាក៏គាត់ដៃឈូដែរបាទអញ្ចឹងបច្ចុប្បន្នបើសិនជា CU ចង់សង្គ្រាមធ្វើ Midland ban Nook damage អាចនឹងផាសាជាជំរឿនល្អរបស់គាត់ក្នុងការ ban មែនទេព្រោះតែកន្លែងនេះបើសិនជាសល់ផាសាអាចនឹង Galaxy យកដូចគ្នាតែអ្វីដែលសំខាន់ក៏នៅ Midland សល់វិសាណាសល់ផាសា Aurora ការ data ក៏នៅតែអាចលេងបានដែរ CU ធ្លាប់ដកមកម្ដងដូចគ្នាជាមួយនឹងការ data ណាបងកានេះសំខាន់បើអត់ ban Faramis គេអាចយកអត់ Faramis Valen នៅតែអាចលេងតែអាសារតែ Galaxy បើគាត់នេះគាត់បើចាំមើលគេ pick គឺគាត់អត់ pick មានទេបាទគាត់ pick experience មួយទៀតឬក៏ pick roamer មួយទៀតបូកគីឡូតែបែនហើយកីឡូតែបែនណាព្រោះគីឡូ counter ទៅលើ first វាខ្លាំងបាក់ CC លេងបាក់ CC លេងយ៉ាសល់ CC experience land ក្រៅពី CC តើមានអីទៀតសល់ Hilo អី Hilo ban Hilo គាត់ ban សល់ CC ហ្នឹងទេបើអញ្ចឹងគាត់យកកតទៅ experience land សល់ឈូក្នុងការ make play ឬមួយក៏ Hilda ក៏តំណងដែរនៅក្នុង game នេះ Hilda experience land ក៏បានបូច YVE មកមុន YVE មកមុនអាយ៉ាអត់ខ្លាចការ counter ទេបាទជាមួយនឹង Galaxy Legend ផាសានេះលាក់កតវិញណាសល់ YVE គេសឹកចិត្តលាក់ចាំងexperience land មួយករូមសល់ Valentina ច្រឡំតែបើសិនជា if សាសអញមាន100ចាញ់អត់សាសខ្ញុំគិតថាអត់ព្រោះសាសនេះ Alpha counter ក្រក់ពេក
មកតង់ទៅ Alpha counter ក្រលើសាបាទមេត boss អត់ទេខ្ញុំគិតថាបាឡាន់ល្អយកមក copy បើជាចម្រើសបើជាចម្រើសស៊ីគាត់នឹងលេងដៃវែងយកក៏លេងដៃម៉េចអាចភោគមួយបាយពីផាសាដូចបាននិយាយផាសាឈូ yes បាទអញ្ចឹងចាំមើល Experience របស់ Galaxy Legend អាចចេញជាហៀលតាមមកអត់ព្រោះថាកឡុកគាត់ចង់កឡុក early game ឬមួយក៏ Khalid ឲ្យ Cadenza លេងក៏បានដែរ Khalid Cadenza ក៏មិនណយដែរបើសិនជាគាត់ចង់យក hero ប្រភេទ hero អណយនៅក្នុង early game តែបច្ចុប្បន្នជាមាន hero កឡុកមួយដែរគឺឈូផាសា Fovia team fight គេក៏រៀងមិនណយដែរចុះបារ៉ាត់ Experience Land yeah Counter Fovia បារ៉ាត់តែសារ ឬមួយក៏បាក់សៀបាក់សៀបារ៉ាត់ក៏បានដែរបាក់សៀចូលដល់បាក់សៀចូលដល់បាក់សៀ Land Fest ឈ្នះទៅលើ Fovia ហើយអាចគាត់ล็อกទៅលើផាសាបានដែរ rotation គាត់លឿនណាបើសិនជាគេចង់ pick off មិនងាយ pick off ណាបាក់សៀបាទអូយបាទស្មានវិញឆ្ងាយពេកគាត់ឆាយគាត់យក combo ដែលមាន stand ច្រើនមែនបើយើងមើលទៅ stand 3ក្តារអុកវេទមន្ត slow ជើងហារឹតក្រាកតេវាយយកហ្មងបាទអាយ៉ានិយាយថាគាត់ចង់លេងមួយឈុតយកហ្មងណងបាទនេះសិតតែ combination skill ហើយបាទពីខាង Galaxy early game លេងបានសំខាន់ទៅពេលដែលគាត់យកប្រភេទ hero អញ្ចឹងមកដាក់ pressure ជាងគេទៅលើ CPU ជាពិសេសគឺ C ហ្មង Purify ឬមួយក៏ Flick Purify រត់រួចពីកតោត stand កតោត edit ឬមួយក៏ alpha វាយតែពិបាករត់ពី YBE និងហារឹតតែបើសិន Flick ចេញពីពួកហ្នឹងរួចតែជាប់ stand អត់ទេបើតាមចិត្តខ្ញុំគិតថាអាចលេង Flick ស្រួលជាងព្រោះដោយសាររៀងលឿនជាងបើលេង Purify Alpha ជន់តែម្ដងទៅបាទ Flick Purify មានដែរ Sing តែបណ្ដោ Wiki ក៏មាន Purify ដូចគ្នាដោយសារតែមាន OP ឈូ Yes បាទចាំមើលជាមួយនឹង Lane Go Lane ពី Wiki លេង Harry ក៏ដូចជា Sing លេងជាមួយនឹង Moscow នេះចង់ដឹងថាអ្នកណាខ្លាំងជាងអ្នកណាជាមួយនឹងការប្រកួតនៅក្នុងថ្ងៃទី1របស់យើងនេះគ្នាបាទចុះក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតជាមួយនឹង MPLK រដូវកាលទី8រវាងធីម CMU Gaming ក៏ដូចជាប៉ះគ្នាជាមួយនឹង Galaxy Legend ផងដែរបាទជាមួយនឹង game ទី1មើលជំនួបក្តៅសាច់តើមានការកឡុក early ទេតែភ្លាមជាមួយ Midland OP ណក3តង់លើ IK ហាក់ដូចជាលោតែមិនជាបញ្ហាទេជាមួយនឹងការ Dancer វាយទៅវាយមកតែអត់បញ្ហាទេ CMU នៅតែបន្ត straight ដដែល straight ហ្នឹងគឺខ្ញុំបាននិយាយ2ដងហើយបាទ straight មួយនេះគឺនៅពេលតែបានជាមួយនឹង Midland ក៏ដូចជា Rome ដែលឈ្នះ Land គេនៅ Midland ណាគាត់នឹងយកជាមួយនឹង Rome ទៅកឡុកបាក់ map Midland មក gang ជាមួយនឹង Goland ហើយចង់ Goland នឹង flow farm ទៅ gang Experience Land វិញបច្ចុប្បន្ន OP ចំណាយជាមួយ Flicker ដើម្បីដកថយមួយកាប់3តាមពី detective គាត់ចង់លើលេងដេញវាយតាមដល់ជាមួយ detective តាម level 3ទេ retreat តបចឹងហាក់ដូចជាបាយវល់បាទហើយ detective អាយ៉ាមានរឿងអីកើតឡើងជាមួយនឹង OP ក៏ដូចជា detective ម្នាក់ដែលចូលទៅជាមួយនឹងការលះបង់ជីវិតអស់ម្នាក់មួយខៀលបាត់ទៅហើយអញ្ចឹងជាមួយនឹងបន្ទុកខៀលនៅ early នេះគឺ Galaxy Legend ធ្វើបានល្អខ្លាំងតែយកបានជាមួយនឹង2ខៀលក្នុងដៃបាទអញ្ចឹងយើងបានឃើញដែរជាមួយនឹង Goland បាទប៉ះគ្នា Wiki ក៏ដូចជា Sing ដូចជាមិនសូវជាគេហៅថា secret ថ្មិញដាក់គ្នាអីប្រហែលទេការលេងរបស់គាត់គឺមកធ្វើ safe play រៀងៗខ្លួនដោយសារតែមិនជាមួយនឹងវត្តមាន team របស់គាត់បាត់បង់ដូចគ្នាបាទអ្វីដែលខាង Galaxy គាត់ធ្វើបានល្អនោះគឺគាត់ដូចជាដឹងដែរព្រោះដោយសារស៊ីគាត់ហោះចេញទៅខាងក្រោមអញ្ចឹងគឺគេយក3នាក់ពី Mid Rome និង Jungler ចូលទៅវាយទៅលើ OP យកបានទាំងបាទ Detective ពីរនេះយើងច្រើនណាស់អត់ទេមិនមែនជាមួយនឹង Shadow of Flicker ទេបងបាទ Tenacity ពីរនាក់ Yes បាទតើរៀងស្ងប់ស្ងាត់ដែរជាមួយនឹង game នេះគឺ Tator បន្តិចទៀតនឹងមានការ spawn មកបណ្ដាជាមួយនឹង Tator បាទដល់ OP នៅការញោះជាមួយនឹង IK អាយ៉ាណោះមួយណោះពីរទៅលើការ Dancer បន្តអត់មែនការ Dancer បែបដៃឈាមឡងរែកអត់បញ្ញាទេការ Dancer ដូចជាលោចំណាយជាមួយនឹង Spell ឈាមមួយបន្តការវាយដូចគ្នាប៉ុណ្ណាអាយ៉ាមកយ៉ាម៉ាចេញជាមួយ Team Family វ៉ាដូតែដេញវាយហាក់ដូចជាលោខ្លាំងមែនតែជាមួយវ៉ាដូមានការ reset ថមួយដូចគ្នាប៉ុណ្ណា4ទៅមកអាយ៉ាដាក់លេខពេមួយសិនដូចគ្នាបាទមិញដោយសារតែការ Dancer សល់ឈាមតិចមែនតែជាមួយនឹងការ contest ជាមួយនឹងថមួយនេះអាចនឹងពិបាកដែរយើងជំរឿចាស់ស្ដែងព្រោះ OP នៅ level 3ប៉ុន្តែ Shadow level 4ណាគួរប៉ុន្តែហ្គេមនេះបើយើងមើលជាមួយនឹង Cadenza អស់ spell ឈាមណាបើយើងនិយាយពី spell ឈាមគឺគាត់អស់2ដងហើយបើសិនជាគាត់ recall ទៅផ្ទះ Yes គេយកហើយត្រូវតែកន្លែងហ្នឹងគឺ3 4ហ្នឹងបាទតែបើសិនជាគាត់នៅគេអាចនឹងប្រឡែងទៅថយគេវាយគ្នាគាត់យកមកបាទព្រោះថាគាត់អស់ទាំងឈាមហើយអ្វីដែលសំខាន់គាត់ level 3បាទហើយគាត់ low បន្ថែមទៀតបាទ
បាទអញ្ចឹងបើសិនជាកន្លែងនេះហាក់ដូចជាពិបាកសម្រាប់ចិត្តឯសម្រាប់ការដេនសាណាបើសិនជាគាត់ recall អាចនឹងគេវាយ4 ទល់នឹង 3បើសិនជាគាត់នៅលេងមួយថតនេះអាចនឹងគេអូកាឡា hold team fight យូវាយ team fight មុនក៏ថាបានដែរបាទយើងកន្លែងមើលជាមួយនឹង player cam បាទអាយ៉ាថ្ងៃនេះគូទី1បាក់ឆាក់ដូចជា full house តែម្ដងបានថាពេញហរតែម្ដងបាទព្រោះតែជំនួបក្តៅសាច់យកតែមែនតែនបាទប៉ុន្តែអ្វីដែលសំខាន់ណាបើយើងនិយាយពីការរងចាំជាមួយនឹងអ្នកដែលមកទស្សនានៅក្នុងហរផ្ទាល់រងចាំយូរណាបងមានអារម្មណ៍ថាយូរណាគេមកមុនជាមួយនឹង MPL KH របស់យើងសំខាន់ចេះនិយាយទៅខុសខ្ញុំដែរថាខ្ញុំខុសចុះទៅខ្ញុំរំពឹងថាចេះជាទូទៅគូទី1ពេលព្រឹករៀងព្រឹកតិចបាទអញ្ចឹងគឺអត់សូវមានអូឌៀនទេប៉ុន្តែចេះស្ដាយគូគេមកមុនយកមកពេញហលយកមកនោះមកពីអប៉ែមួយពងនិយាយនោះមកហីណាគេឈោដែរអឺនងមានអីទៀតមកញ៉ាំប៉ែចេះតែមកបងគាត់គេ talent របស់ MPL ដែរមិនខែគេចឹងមែនឯងដល់ឯងកើនិយាយមែនទេសង្ស័យ caster ជាជីវៈសង្ស័យមកអង្គុយមើលហ្មងគេ media អូ page next level តើមាន 2.0 ហ្មងបាទនេះបាត់មួយទៀតចំនិយាយមានអារម្មណ៍ថាអត់លឺលឺដែរហ្នឹងហើយលឺតែគេខ្ជិល react ព្រោះអត់ល្បីយ៉ាងណាមិញការប្រកួត MPL KH រដូវកាលទី8យើងមិនអាចធ្វើបានឡើយបើមិនមាន sponsor មិនថាអញ្ចឹងឯងប្រូកាមិន sponsor ធម្មតាដែរគឺ official device បានន័យថាទូរស័ព្ទផ្លូវការនៅក្នុង MPL របស់យើងគឺនាំមកដល់ Infinix GT 20 Pro 5G ផងដែរជាមួយនឹង smartphone ដែលជាផ្លូវការ MPL KH រដូវកាលទី8បំពាក់ chip ទំនើបបាទ D8200 Ultimate ទៀតបាទប្រាក់ 5G និង gaming display chip អាចលេង Mobile Legends រហូតដល់120 FPS បាទអញ្ចឹងល្អព្រិលតែម្ដង RAM 24G អេក្រង់ AMOLED 144Hz អូយកប់បាទអញ្ចឹង GT Infinix GT 20 Pro 5G នេះគឺ smartphone លេង game កម្រិតអាជីពហើយណាកើយកតែមែនតែនយ៉ាងណាឡើយ complete ឡើយជាមួយនឹង Cellcard យកតែមែនតែន Cellcard បង្កើតបទពិសោធន៍ថ្មីជាមួយនឹងការលេង game កាន់តែប្រសើរអ្វីដែលសំខាន់ណាមានកញ្ចប់ MLBB ថ្មីតាគូគ្រាន់តែខ្ជាប់កម្របងការបានពេចយកហ្មងកម្រនឹងអាចយកហ្មងជាប់មួយសប្តាហ៍តម្លៃតែ$1កន្លះទទួលបានពេចវិញ56ពេចតែបើចង់ចំណេញខ្លាំងខ្ជាប់កម្រមួយខែតម្លៃ$6ក៏ប៉ុន្តែទទួលបានពេចវិញ235ពេចឥឡូវយើងយកលុយទៅទិញពេច235ហ្នឹងអស់មែនអស់$5បាត់ហើយអញ្ចឹងបើចង់ចាំបាច់ទៅទិញពេចអីភ្ជាប់កម្រសេខា6រៀលបានពេច235យកតែមែនតែនអ្វីដែលសំខាន់ជាមួយនឹងតិន្នន័យបន្ថែមបើចង់បានភ្ជាប់កម្រងជាមួយនឹងកម្រងសេរី$1កន្លះក៏បាន$6ក៏បាន$10ក៏បាននៅចាំអីទៀតប្រើស៊ីមសេខាត់ឥឡូវនេះបាទអញ្ចឹងយើងក៏មិនភ្លេចដែរជាមួយនឹង Legend បាទជាមួយនឹង Legend ទទួលបានជាមួយនឹងការបញ្ចុះតម្លៃ 10% ភ្លាមលើគ្រប់ប្រភេទសម្បត្តិនិងបញ្ចុះតម្លៃទៅលើសម្បត្តិដែលបានទិញហើយដូចគ្នាទិញសម្បត្តិជាមួយនឹង MPL KH នៅក្នុង app ក៏ដូចជា website Legend Cinema ដើម្បីចូលរួមទស្សនាការមើលផ្ទាល់ក៏ដូចជាលើកទឹកចិត្តទៅដល់កម្ពុជាក្រុមខ្លាំងទាំង8ក៏ដូចជាគាំទ្រជាមួយនឹង idol របស់អ្នកទាំងអស់គ្នាសម្រាប់ការលេង game Mobile Legend សម្រាប់ពីការលេង game បាទឥឡូវគឺជាការលេងនេះប៉ុន្តែយើងសូមបញ្ចប់តិចទៅជាមួយនឹងការលេង game បញ្ចប់សម្រាប់ពីការលេង game គឺយើងមកមើលកត់ជុំគ្នាយកមកឯកភាពកន្លែងមកមើល team fight មួយនេះដូចគ្នាប៉ុន្តែតែថតបានអ្នកណាគេអត់ដឹងទេតែគុំចកាក៏ចាំដែរជាមួយនឹងការដេញ3បានហើយពីសមាជិករបស់កាឡាលេចាន់យ៉ាកដុំឆែតមានរឿងអីចេះបាទបាយមិនបើយើងអាចមើលឲ្យជាមួយនឹងកាដិនសាគាត់លោឈៀងពេកអាចវាយខ្ញុំគិតថាកន្លែងនេះកាឡាស៊ីវាយព្រោះថាកាដិនសាលោឲ្យបាត់បង់ជីវិតគ្នា3នាក់កន្លែងនេះគាត់និយាយយ៉ាងថាបើសិនជាគាត់ទៅផ្ទះខាតតថលហ្នឹងបាទអីតែបើសិនជាគាត់នៅវាយគឺគេអត់វាយតថលទេគឺគេវាយយើងយកតែបាទអញ្ចឹងយើងក៏បានឃើញដែរជាមួយនឹងថតថមបាយមិនគឺបានទៅលើ Save You Gaming ដែលទាញបាន3ខៀវមកវិញប៉ុន្តែបើយើងមើលជាមួយនឹង game នេះស៊ីងគឺគាត់ឆ្លាតមែនដែរនៅពេលដែលហាត់ដាក់ក្តារកតេមកគឺអត់វាយទេបាទជាមួយនឹងការរត់មកវិញដូចគ្នាធម្មតាអាយយញ៉ាស់គ្នាទៀតហើយកន្លែងនេះបាទចឹងអូកន្លែងនេះគាត់ថាចង់លេង early game ខ្ញុំហ្មងអីយ៉ាចុំមកយ៉ាតាក់ដៃបន្តនេះបន្តគឺបោកបញ្ឆោតគេមួយផងដែរជាមួយនឹង Z clear ពី land បាទចាឥឡូវយើងមើលជាមួយនឹង item បានចេញ switch crossbow បានកន្លះគ្រាប់ដែរជាមួយនឹង Sing ក៏ដូចជាជាមួយនឹងWiki វិញបានជាមួយនឹងស្បែកជើង cooldown ក៏ដូចជា item ពាក់កណ្ដាលដូចគ្នាជាមួយនឹង Starlium Sai ក៏ដូចជាFeather of Heaven អាយ៉ាក៏ស្រីដល់ផង Happy birthday to you បាទអញ្ចឹងឥឡូវមកវិញហើយបាទអត់អីទេគ្រាន់ surprise គេហៅថាជាមួយនឹងការបើកឆាកមកថ្មីណាអូនេះបានធ្វើអីហើយលិន
bà cái đấy con mùi bay đó ណា Midland កាដេនហ្សាអូយចេះលោតអាតមែតតែសល់ជាមួយនឹងស្បែឈាមតា បាទ តែគាត់ ទៅចោលបែរទៅចោល ចុចតុបមិនតុបមកចោលបាទផាសាបតក់មកត្រូវមកគ្រាប់ធ្លាក់ខ្លួនក្អឹបយកតែម្ដងលៀមជាមួយអូពេញ៉ាស់គេយកតែម្ដងជាមួយនឹងលេនដាក់ element 3ដល់ថយថទី2នឹងកាត់មកក្នុងរយៈពេល12 scan ទៀតចាំមើលតែថមកនេះសមាជិករបស់ Galaxy Legend បន្តការវាយខ្ញុំជឿថា Galaxy នៅតែបន្តការវាយព្រោះគាត់យក hero សិតតែជាប្រភេទ hero team fight ទាំងអស់គ្នាបាទអញ្ចឹងអត់អាចបលែង objective ឲ្យ free ងាយស្រួលទេពួកខោចៃក៏បានប្រាប់ថាមកនេះគឺមកវាយយកតែម្ដងជាមួយនឹង season 8របស់ Galaxy Legend បាទច្បាស់ជាមួយនឹងការលោតវាយតតឬមិនតជាមួយ OP ញ៉ោះ1ញ៉ោះ2ទៅលើការដេនសាតអត់តទេងាយមកជាមួយបាទដូរលោតតាមត OP គេបោកវាយបានហើយតែ OP បានតទេក្តៅជាមួយក្បាលជាមួយថតទី2ណែបន្តបានលើរៀងទៅដេញវាយវិញយកតែម្ដងជាមួយសមាជិករបស់ Galaxy រីត្រេចប់ទៅបាត់បង់ជីវិតអត់ហើយ2ទល់នឹង0យកតែម្ដងកន្លែងអំបញ្ញមិញនេះបាទយោអាយ៉ាបាទមានការចូលមកលួចជាមួយនឹងចាងកបន្ថែមទៀតប៉ុន្តែពីលេនស៊ី Midland ស៊ីអាយ៉ាបាក់ថ្មិញស៊ីមួយទៀតដូចគ្នាប៉ុណ្ណេះ T1 នៅផ្លូវ Midland ក៏មានការយកដូចគ្នាប៉ុណ្ណេះពីសមាជិករបស់ Galaxy Legend free ទាំងផបើមួយទៀតអរេយើងអាចនិយាយថាបានជាមួយនឹងការ trade បាន T1 trade នៅខាងផ្លូវបតំឡែមផងដែរពីសេងនៅក្នុង game នេះទោះបីជាគ្នាគាត់បាត់បង់គ្នាមែនពិតក៏ដូចជាបានមួយ trade នៅខាងបតំឡែមតែមិញខ្ញុំជឿថាស៊ីគាត់មាន spell flicker តែគាត់អត់តិចទេបាទណាមួយគាត់គិត clear land ចង់ clear ហើយបណ្ដោយបាទយកតែរៀងនេះដែរគាត់ស្មានតែគេអត់មកអីចឹងណាបាទចាឥឡូវយើងមើលជាមួយនឹងបាទអូខេតែ goal នៅ early game 5 នាទីគឺប៉ាន់គ្នាប៉ាន់គ្នាព្រោះ objective CU បាន2ដងហើយ team fight ឈ្នះម្នាក់ម្ដង team fight ឈ្នះម្នាក់ម្ដងអញ្ចឹងអត់បញ្ហាទេ goal នៅតែស្មើគ្នាដូចគ្នាផងដែរជាមួយនឹង game មួយនេះបច្ចុប្បន្ន goal អ្នកដែលមានជាងគេបានលើ Sing តែលើ Wiki តែ100 200ទេមិនជាបញ្ហាទេ Wiki join team fight ដែរមក clear ជាមួយនឹង Midland បាទចាឥឡូវជាមួយនឹង game នេះបន្ទុកគ្នា3ទល់នឹង5ក៏ដូចជា6នាទីហើយបន្តិចទៀតនឹងមានការ spawn ជាមួយនឹងថាថទី3មកដូចគ្នាបាទជាមួយនឹង start ទៅបានទៅលើ Sing បច្ចុប្បន្នការអ្វីដែលខាង CU គាត់ចង់ធ្វើគឺយក4អ្នកលេងជាមួយនឹងខាង Team Galaxy Legend សិនបើសិនជាចូលទៅដល់ lot ទី1មានវត្តមានរបស់ Sing គប់ ultimate គាត់មកហើយបាទអញ្ចឹងបើគប់ត្រូវអាចនឹងជាជំរឿ lot ដែលបើគប់ខុសអាចនឹងពិបាកដូចគ្នាសម្រាប់ game មួយនេះណាមួយអាចត្រូវតែប្រយ័ត្នជាមួយនឹង combo full up stand របស់ Galaxy Legend មែនតើជាមួយនឹងកតតគឺដូចជា Alpha របស់ Lin ជាពិសេសគឺមាន stand មកពី Shadow គឺសុទ្ធតែ stand តែម្ដងអ្នកតែមាន purify គឺមានតែ Sing មួយតែប៉ុណ្ណោះបាទចាឥឡូវជាហេតុដែលអូពីគាត់ទៅញ៉ោះគេអត់តតហ្នឹងណាបាទគាត់ដឹងដែរថាមើលបើតតអ្នកណាអ្នកតតអាចនឹងបងគាត់ដាច់បាទបងដែរតែគេ trade ណាគេ trade ទេជាមួយនឹងថតទី3 trade ជាមួយនឹង T2 នៅផ្លូវ bottom lane បងកាកាមកហើយជួយពេលឈូសេតតបោកវាយលើសាដូយកតាដូចមានការបោកលើ ultimate មកខោមកគ្នាដូចគ្នាបណ្ដាពីការលេងតែងារជាមួយនឹងវ៉ាដូលោតតំតាដូចជាលោក្លាតែជាមួយនឹងវ៉ាដូបាត់បង់ជីវិតបានហើយជាមួយនឹងការចំណាយពីការតែលេងកាប់3តង់មួយបណ្ដាពី detect ទៅអាចបាត់ជីវិតជាមួយនឹងលេងតែលេងណាដូចជាតែជាមួយនឹងលេងដល់ថយវិញយកតែនៅពីសមាជិករបស់ CFU Gaming វ៉ាវហើយគាត់សម្រេចចិត្តក្នុងការទាត់ Shadow មុនគេយកតែម្ដងជាមួយនឹងការបោកមកបាច់មិនទេបោកអត់ដាច់គាត់ពិបាកតាគូគាត់ពិបាកដោយសារតែចេះឥឡូវតតអ្នកគេតតទៅលើកាដេនសាមាន Shadow ចាំនឹងអាប់ជួយតតលើ Shadow មានកាដេនសាលោត Ultimate ចាំជួយបាទសតតា stand យកទៅមកបើចាំចាប់ដៃគីនឹងនៅណែយេប៉ុន្តែអ្វីដែលសំខាន់ណាស់គួរឲ្យសោកស្ដាយជាមួយនឹងការគប់ឈើចក្ររបស់ Sing មកមិនគាត់ត្រូវបើគប់ត្រូវដឹងតែដាច់ចំង Shadow ហ្នឹងព្រោះដោយសារដើម្បីមិនជាមួយនឹងគាត់សល់តែម្ដាយឯងហើយមាន flicker ទៀតបាទចាឥឡូវភ្លាមជាមួយនឹងការបោករបស់ OP បាញ់គឺមិនទទួលបានជាមួយនឹងជោគជ័យក៏ដូចជាមានការយក kill ទៅលើ Shadow ទេពី OP បាទចាំកលើគោលផាផាគ្នាគោលលែងក៏ប្រហាគ្នាស្មាសាច់OP មានការបោកវាយលើកមួយឈូមួយជាមួយនឹងការដាក់មេបន្តពីស៊ីតា OP អញបាត់បង់ជីវិតដែរជាមួយនឹងណាកាហ្វៃក្នុងក្រៅវែលតែម្ដងជាមួយនឹងការបាត់បង់ជីវិតដែរមួយតូស្មាស៊ីងកន្លែងនេះគេដេញវាយជាមួយនឹងការចុចជួយ fight តើហើយដេញវាយតែងារជាមួយវ៉ាដូវិគីក៏ម្ដងជាមួយនឹងការក្រាតេវាយលើ detective យកតែម្ដងភ្លាមជាមួយនឹងការដាច់2រ៉ូតែម្ដង3រ៉ូមកបាទ team fight គឺធំមែនតើពី Galaxy Legend តែយើងអាចនិយាយថាបានជាមួយនឹង OP ចូលទៅរៀងតួបានទេចង់ឡុកណាគេគឺគេមិនឲ្យឡុកទេគឺគេតែងតែ cover គ្នាគេបានមកឆ្ងាញ់យកតែម្ដងជាពិសេសជាមួយនឹង Shadow គឺតែម្ដងបាទតតកាដេនសា Shadow cover តត Shadow កាដេនសា cover នេះ team fight គេធំជាងគេមានតែកណ្ដាលអុកវេតមុនគេមានទាំង Lin load ultimate គាត់ឆ្កឹះបន្ថែមទៀតដូចគ្នាបាទចង់ជាមួយនឹង game នេះបាទចាំមើល lot នៅខាងក្រោមនៅសល់រយៈពេល10វិនាទីទៀតតែម្ដងជាមួយនឹងវត្តមានរបស់ CFU Gaming ក៏ដូចជា Galaxy Legend
តាអ្នកណាអ្នកបានជាមួយនឹងឡតទី1មកណាបាទឡតជាមួយនឹងឡតឡើយគឺ level 1 level 2គ្មានទេគឺឡតដល់តែមាន skill ឆាចបុកតារ៉េតយកតែម្ដងបាទmidland អាយ៉ាណាក់មួយចាប់អូពីអត់មានជាមួយសៀទី1គេ2ទេអញដាច់លើអូពីដែរមួយណាជាមួយនឹងការបោកវាយកណ្ដាលអុកវិញទៅមកកបាក់ដូចគ្នាប៉ុណ្ណាធីម5នេះអូពីចំណាយ flicker ទាត់វិញដែរមួយកញ្ញាណាអត់មាន flicker ទេតែបាត់បង់ជាមួយនឹងអូពីបាទហើយបាទដូអាចជាតដែរទេជាមួយនឹងវិគីក្រៅកទេវាយកណ្ដាលវងយកតែម្ដងជាមួយនឹងការដកថយតិចដើម្បីដកទាំងហើមតែយ៉ាងណាមិញជាមួយនឹងការ reset ពី IK reset យកធាមមួយជាមួយនឹងការបើក lot បាទហើយពី Galaxy Legend បាទអាចនឹងចូលយក lot ដែរទេពី detective ប៉ុន្តែដូចជាមិនចូលទេព្រោះសារអត់មានអ្នកបើក map ទេបាទដូមឡងពេលនេះក៏ off flicker ដែរបើចូលទៅគឺប្លឹងគេបោកដាច់យកហ្មងសំខាន់ game នេះគាត់ពងពិបាកចេះពងមកថាតើ lock ណាគេប្រកាសណាអ្វីដែលសំខាន់យើងមើល KDA របស់ Wiki និង IK 0-0យកតែមែនទេបាទ0នេះ0-0ពងមន់យកមកហ្មងបាទលេតបដាជាមួយនឹងការយកបាន lot ទី1ដូចគ្នាបុកយកជាមួយនឹង Q1 ត្រេនៅខាងក្រោមបើគាត់យកបានត្រេទាំងអស់ goal អាចលេតរហូតដល់ 3k បាទព្រោះ team fight យើងឃើញហើយជាមួយនឹង Pet Hero បែបនេះគឺ Galaxy Legend team fight ធំជាងមែនទទួលស្គាល់គេសបោទៅដល់ crowd control stand គេ cloud control ច្រើន midland អាយ៉ា midland IK ប្រយ័ត្នយាយតិច IK ប្រយ័ត្នយាយតែ lot ក៏មានការ fast clear ដូចគ្នាផងដែរពីសមាជិករបស់ CF យើងតែខាងក្រោមជាមួយវ៉ាដូវាយ2ទល់នឹង4យកតែម្ដងវ៉ាដូអញបាត់បង់ជាមួយដូចគ្នាផងដែរតែកុំភ្លេចនៅខាងលើជាមួយនឹងការកោះផ្ទះចោលស៊ីងកោះផ្ទះហើយចោលស៊ីង Red ជាមួយនឹង T2 នៅផ្លូវ bottom lane ដូចគ្នាផងដែរមើលជាមួយនឹងការ trap វិញទេទៅជាយ៉ាងណាដូចគ្នាផងដែរមិនទាន់បោះបង់មហិច្ឆតាទេជាមួយនឹងការចង់បុក mid lane បន្តទៅដូចគ្នាផងដែរមីងកាមេរ៉ាកុំឆ្កាក់កញ្ចប់វាយឬមិនវាយជាមួយអូពីតនគេស៊ីងម្ដងជាមួយនឹង Wiki តនណាតនចេញទៅជាមួយអូពីអាយ៉ាធ្ងន់ញ៉ាំហើយ Wiki ក្រៅកទេដាច់ស៊ីង Flicker ដេញវាយជាមួយនឹង Shadow លោតគាត់ឆ្កល់បណ្ដាជាមួយនឹង Web បាទបើមិនជាមួយនឹងអូពីគឺអត់បានលុកទៅលើអ្នកណាទេព្រោះរសារអត់មានការណយខ្លាំងមែនទែនចេញពី Shadow ក៏ដូចជា Cadenza ហើយធ្វើឲ្យវត្តមានរបស់ CPU Gaming គឺ wipe out ទៀតអញ្ចឹង T3 នេះអាចមានការវាយដាច់អត់អត់មានញៀនទេបោកវាយលើវ៉ាដូមកដៃពី Wiki ឈឺមែនតើជាមួយនឹង Wiki វ៉ាវអូហ្គេមនេះគឺធ្ងន់ហើយបាទពីសមាជិករបស់ CPU Gaming អត់មានជាមួយនឹងអ្នក defend អាច defend ជាប់ជាមួយនឹងដើម្បីរបស់ Wiki បានទេចឹង T3 នៅខាងផ្លូវ bottom lane ក៏ដូចជានៅខាងផ្លូវ mid lane ក៏មានការបែកជាមួយនឹង Seal ផងដែរបាទ T3 នេះបើយើងអាចនិយាយថាបានជាមួយនឹងការយកមក lot មកមួយទៀតដល់បងកកាគឺគេនឹងយកទាំងពីរនឹងតែម្ដងបាទអមជាមួយនឹង lot ក៏ដូចជាអាចនឹង end game បានដែរឬអត់ពី Galaxy Legend បាទឡងពេលនេះជាមួយនឹង lane គឺ level 15បាទហើយ detective level 14តែប៉ុណ្ណោះក៏ដូចជាយើងមើលជាមួយនឹងវត្តមាន item វិញមាន Wax ក៏ដូចជា Queen Wing Pro ហើយនឹង Winter Crown លុយលើបន្តិចប៉ុន្តែ Golan ចាំងកឡរខុសគ្នាបាទខុសគ្នា my team បាទខុសគ្នាច្រើនដែរតែស៊ីងយើងឃើញជាមួយនឹង Malefic Gun គាត់ចេញមកហើយណាបច្ចុប្បន្នកាអ្វីដែលយើងមើលឃើញក្រាប CIU គឺតែ front line អត់អាចតែងបានតែ Big Alpha គឺឈឺខ្លាំងពេកជាពិសេសមានជាមួយនឹង IK គាត់ចាំតេស្តឈាមនៅក្រោយហើយឥឡូវបច្ចុប្បន្នកា damage របស់ IK គឺកាន់តែឡើងដែរយើងលេងមិនធំគាត់ចេញរហូតដល់2វ៉ាដូមានការវាយបាត់បង់ជីវិតលើវ៉ាដូបាត់ហើយតែ Wiki វាយតែ2ដៃប៉ុណ្ណោះអូពីអាចជាអ្នកបន្ទាប់ចំណាយ Flicker ដើម្បីដកថយផងដែរតែ T2 នៅផ្លូវ top lane ក៏មានការយកដូចនេះពីសមាជិករបស់ Galaxy Legend អូកាឡាចាប់កាឡាត់ដាក់កឡោជាមួយនឹង map space create បាទហើយជាមួយនឹងអូពីមួយស្មើសេងបាយវល់ជាមួយនឹងសេងមួយទៀតបាយវល់អ្វីដែលល្អពីខាង Galaxy Legend គឺគាត់ដឹងច្បាស់ថាយុទ្ធសាស្ត្ររបស់ខាង CLU គឺគាត់đãចាប់មែនក្រាកតេវាយទៅដល់ Wiki អីយ៉ា Wiki ក្រាកតេវាយ2ត1ជាមួយនឹង Wiki សាដូក៏មកដល់ជួយក្នុងការ cover ទៅលើ Wiki ដូចនេះជាមួយនឹងការ reset ដកថយបន្តិចដកដង្ហើមយក lot មួយសិនផងដែរពី Galaxy Legend បាទចឹងយើងមើលជាមួយនឹងសមាជិករបស់ខាង CPU Gaming អស់ហើយណា spell ណាអាយ៉ា detective លេងសើចមានជាមួយនឹងអាងជាមួយនឹង Z ណាដើម្បីបន្តតែនឹងអាចដកថយ lot នេះ free ទៅលើ Galaxy Legend បាទអ្វីដែល CU អាចធ្វើបានទៅលើ Galaxy គឺមានតែកឡុកដើម្បីឲ្យជាមួយនឹង Sin ធ្វើការ switch pool បុកតារ៉េតតាមរស់ប៉ុន្តែ Galaxy ដឹងមុនយកតែម្ដងគាត់ឲ្យគ្នាគាត់3នាក់ដេញឲ្យទុកឲ្យវត្តមានរបស់ IK ទៅទប់ផ្ទះបានយ៉ាងល្អជាពិសេសអាច pick off បានទៅលើ Sin មកវិញទៀតឥឡូវនេះខាង CU កំពុងតែប្រហែលមែនតើចង់ switch pool ក៏គេដឹងយុទ្ធសាស្ត្រចង់ team fight ក៏មិនដឹងចាប់ពីណាគេដែរ Pro Damage របស់គាត់គឺកាន់តែខោចដោយសារ goal ខុសគ្នារហូតដល់ 6400 goal បាទមានធ្ងន់មែនតើជាមួយនឹង lot តាមមកផ្លូវ bottom lane សេង Wiki អត់មែនសេង lot មកចាប់ជាមួយនឹងសេងកន្លែងនេះជាមួយនឹងការknock up Bayero ពី Shadow What a play from Shadow Bayero បាទហើយ trip
ផកខៀលចូលខ្លួនទៅលើវិគី2 ទល់នឹង 5អាចនឹង it's over កន្លែងនេះដែរជាមួយកញ្ញាណាជាមួយនឹងស៊ីអត់មាន ultimate ទេល្អខ្លាំងមែនតើជាមួយនឹងបូកាដេនសាសាដូមិនមិញនេះអាយយឡតចាំមកដល់មើលទៅ it's over ឬមិន over it's over បាទហើយជាមួយនឹងហ្គេមមួយនេះអាចនឹងវាយតែយកតាមឡងកន្លែងនេះជាមួយនឹងជ័យជំនះហ្គេមទី1បាទលើ Galaxy Legend វ៉ាវបញ្ចប់ហ្គេមគឺត្រឹមតែ2 lot តែម្ដងពីវត្តមានរបស់ Galaxy Legend គឺ smooth មែនតែនយកតែម្ដងហើយមកជាមួយនឹងហ្គេមមួយនេះបាទហើយយើងបានឃើញជាមួយ